រៀបចំប្រពៃពិធីបុណ្យអុំទូកនេះពីព្រោះវាជាផ្នែកមួយដ៏សំខាន់ផងដែរក្នុងការទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិឲ្យមកចូលទស្សនាកម្សាន្តក្នុងខេត្តសៀមរាបកាន់តែច្រើនឡើងថែមទៀតគឺថាវាល្អព្រោះអីអានេះជាប្រពៃណីរបស់ខ្មែរយើងត្រូវតែមានអាណាបើយើងអត់ធ្វើនោះវាកើតក្នុងវាល្អដែរព្រោះអីយើងត្រូវការធ្វើបើពីបុណ្យជុំតែមានចឹងទៅព្រោះភ្ញៀវទៅចូលវាចាចង់មើលចង់ទៅកម្ពុជាយើងទៅវាចាកាន់ឡើងចឹងទៅចំណូលចេះតែមានចេះតែការមានតាមនឹងដែរភ្ញៀវទេសចរក៏ចង់ដឹងពីវប្បធម៌ខ្មែរយើងពីខ្មែរយើងមានធម៌អីខ្លះចង់ដឹងទៅគេចង់មកលេងចង់មកមើលហើយណាមួយនៅទីក្រុងភ្នំពេញគេបានទៅទីបុណ្យទុកចឹងទៅគេមានភ្ញៀវកាយច្រើននៅទីក្រុងសៀមរាបគឺបានដល់ខែដែលមានទីបុណ្យទុកចាស់ព្រោះជារបស់ទេសចរណាមួយទីក្រុងវត្តណាមរវត្តក្នុងនាមខ្ញុំជាពលរដ្ឋចូលនៅក្នុងខេត្ត